លោកលីនតើលោកកំពុងគិតអ្វីតើកិច្ចសន្យាទិញនេះចុះហត្ថលេខាឬអត់ពេលថ្ងៃទៀតព្យុះភ្លៀងលាយព្រើងនឹងវាយលុកទីនេះផ្លែឈើនឹងរលួយក្នុងរយៈពេលមិនដល់24ម៉ោងឡើយកាលពីជាតិមុនខ្ញុំបានទិញផ្លែឈើខូចដើម្បីជួយអ្នកភូមិប៉ុន្តែវាបានរលួយអស់តាមផ្លូវធ្វើឲ្យខ្ញុំខ្សែធននឹងក្រីក្រអស់មួយជីវិតពូសៅកិច្ចសន្យាអាចចុះបានតែខ្ញុំត្រូវកែលក្ខខណ្ឌខ្លះកែលក្ខខណ្ឌលីនហ្វឹងតើយើងមិនបានព្រមព្រៀងគ្នាថានឹងទិញតាមតម្លៃទីផ្សារទេឆ្នាំនេះផ្លែឈើមានគុណភាពល្អណាស់ផ្លែធំពណ៌ស្អាតយ៉ាងហោចណាស់ក៏ត្រូវតែ$30ក្នុង1គីឡូដែរ$30គឺជាតម្លៃលក់រាយលក្ខខណ្ឌថ្មីរបស់ខ្ញុំគឺ$20ក្នុង1គីឡូខ្ញុំនឹងទិញផ្លែឈើទាំងអស់ក្នុងភូមិប៉ុន្តែមានលក្ខខណ្ឌថាចាប់ពីសៀលនេះអ្នកភូមិទាំងអស់ត្រូវតែឡើងភ្នំហើយប្រមូលផ្លែឈើឲ្យអស់ក្នុងរយៈពេល3ថ្ងៃ$20លីនហ្វឹងអ្នកឈួតហើយវាទៅតែមិនទាន់ទុំល្អផងបើពេលឥឡូវវានឹងជូរគុណភាពក៏មិនល្អដែររងចាំ5ទៅ6ថ្ងៃទៀតឲ្យផ្លែវាឡើងពណ៌ស្វាយភ្លឺថ្លាលក់បាន35ស្រួលឥឡូវឲ្យពួកយើងបេះ1គីឡូខាតអស់10ជាង$តើអ្នកគិតថាពួកយើងល្ងងមែនទេលីនហ្វឹងអ្នកក៏ជាសិស្សសាកលវិទ្យាល័យដែលចេញពីភូមិយើងដែរហេតុអ្វីបានជាធ្វើរឿងបោកប្រាស់អ្នកភូមិបែបនេះ$20ក្នុង1គីឡូសម្រាប់ទិញទាំងអស់អ្នកគិតលេខបានល្អិតល្អន់ពេកហើយថ្ងៃនេះមេឃស្រឡះល្អសោះអ្នកប្រញាប់ដូចគេដេញតាមយកជីវិតឲ្យពួកយើងប្រញាប់បេះធ្វើអីពូសៅអ្នកភូមិទាំងអស់គ្នាអាកាសធាតុថ្ងៃនេះក្តៅស្អុះស្អាប់ខុសធម្មតាខ្ញុំបានមើលផែនទីអាកាសធាតុហើយក៏បានពឹងមិត្តភក្តិនៅការិយាល័យវិទ្យានិយមខេត្តឲ្យជួយពិនិត្យទិន្នន័យផ្ទៃក្នុងដែរពេលថ្ងៃទៀតនឹងមានខ្យល់ត្រជាក់ខ្លាំងចុះមកពីទិសខាងត្បូងវានឹងប៉ះជាមួយចរន្តខ្យល់ក្តៅសើមដល់ពេលនោះមិនត្រឹមតែមានភ្លៀងធ្លាក់ខ្លាំងទេថែមទាំងអាចមានព្រៅទឹកកកទៀតផងហើយវានឹងធ្លាក់ជាប់គ្នារាប់ថ្ងៃផ្លែឈើទាំងនេះទន់ខ្សោយប៉ុណ្ណាអ្នកដឹងច្បាស់ជាងខ្ញុំបើត្រូវភ្លៀងធ្លាក់ខ្លាំងវានឹងប្រេះអស់ដល់ពេលនោះកុំថាឡើយ$20សូម្បីតែ$2ក៏គ្មានអ្នកទិញដែរខ្ញុំឲ្យ$20សម្រាប់ទិញទាំងអស់គឺដើម្បីជួយអ្នករាល់គ្នាឲ្យរួចផុតពីហានិភ័យគុំនិយាយលេងអីព្យាករណ៍អាកាសធាតុបានប្រាប់ច្បាស់ថាពេញមួយសប្តាហ៍ខាងមុខនេះមេឃនឹងស្រឡះល្អលីនហ្វឹងនិយាយមានហេតុផលអាកាសធាតុពិតជាក្តៅស្អុះស្អាប់ខុសធម្មតាតើយើងគួរតែស្ដាប់តាមគេទេចុះលីនហ្វឹងពួកអ្នកទៅប៉ុន្តែអ្នកមិនអាចយកសុបិនបែបនេះមកបំភ័យពួកយើងបានទេយើងធ្វើស្រែចម្ការមួយជីវិតមើលមេឃមើលភ្លៀងមេឃបែបនេះមិនដូចជាមានភ្លៀងធ្លាក់ខ្លាំងទេតម្លៃ$20របស់អ្នកទាបពេកហើយអ្នកភូមិមិនអាចទទួលយកបានទេរស់នៅជាមួយដីមួយជីវិតមិនដែលឃើញពិភពលោកខាងក្រៅងាយនឹងវង្វេងនឹងតម្លៃខ្ពស់អូយអ្នកទាំងអស់គ្នាស្ដាប់ចុះមុខមាត់ពិតរបស់ពួកមូលធននិយមលេចចេញមកហើយដើម្បីទម្លាក់តម្លៃដល់ថ្នាក់ហ៊ានប្រឌិតរឿងភ័យខ្លាចទាំងនេះពូសៅនិងអ្នកទាំងអស់គ្នាកុំចាញ់បោកឈ្មួញកណ្ដាលចិត្តខ្មៅម្នាក់នេះឲ្យសោះអ្នកមើលចុះនេះជាតម្លៃផ្លែឈើនៅផ្សារទំនើបក្នុងទីក្រុងមួយប្រអប់កន្លះគីឡូថ្លៃ$88គិតទៅ1គីឡូថ្លៃជាង170$10ជាង170ជាងអីចឹងហ្គេផ្លែឈើនេះធ្វើពីមាសមែនទេយើងខំធ្វើការទាំងយប់ទាំងថ្ងៃលក់បានតែ$20-30ពួកឈ្មួញកណ្ដាលយកចំណេញអស់ហើយលីនហ្វឹងចិត្តអ្នកខ្មៅពេកហើយខាងក្រៅលក់170អ្នកមកភូមិទិញតែ$20ក្នុង1គីឡូអ្នកមិនមែនមកជួយទេតែមកប្លន់យកប្រយោជន៍ពីកសិករយើងបងប្អូនមើលឲ្យច្បាស់1គីឡូគេលក់ជាង170ពិនិត្យមើលយឺតអ្នកក្រុងគេស្គាល់គុណភាពយើង70ជាង170ចំការខ្ញុំអាចបេះបាន3000គីឡូលោកលីនត្រឡប់មកភូមិវិញតបស្នងអ្នកភូមិបែបនេះឬគេលក់170អ្នកហ៊ានឲ្យតែ20អាជីវករចិត្តខ្មៅមើលងាយអ្នកភូមិថាជាមនុស្សល្ងងនៅសៀវហ្វឹងក្មួយធ្វើបែបនេះមិនសមរម្យទេបោកប្រាស់ចាស់ទុំផ្លែឈើក្នុងដីនេះត្រូវចំណាយច្រើនទម្រាំបានលក់ថ្លៃដឹកជញ្ជូនតាមយន្តហោះ1គីឡូអស់ជាង10ឯការខូចខាតក៏ច្រើនក្នុង170នោះថ្លៃផ្លែឈើមិនប៉ុន្មានទេបើភ្លៀងធ្លាក់3ថ្ងៃបើភ្លៀងធ្លាក់មកពីដុំក៏គ្មានអ្នកទិញដែរហាឧតុនិយមព្យាករណ៍ថាថ្ងៃខាងមុខមេឃស្រឡះល្អអ្នកកំពុងបោកពួកយើងដូចក្មេងដើម្បីទម្លាក់ថ្លៃចង់បោកពួកយើងឲ្យបេះផ្លែឈើមុនពេលកំណត់គុំសង្ឃឹមខ្ញុំមិនថតនៅភូមិនេះខ្ញុំមិនអាចមើលអ្នកត្រូវគេកេងប្រវ័ញ្ចបានទេខ្ញុំមិនត្រឡប់ទៅទីក្រុងវិញទេខ្ញុំនឹងនៅភូមិនេះដើម្បីឡាយលក់កសិផលពួកយើងមិនកាត់យកចំណេញទេគឺលក់ជូនអ្នកប្រើប្រាស់ទូទាំងប្រទេសផ្ទាល់ពួកយើងលក់ក្នុងតម្លៃ98ថវិកាទាំងអស់ចូលក្នុងហោប៉ៅអ្នកទាំងអស់គ្នាយល់ព្រមទេផ្លែឈើមួយគ្រាប់ក៏មិនលក់ឲ្យលីនហ្វឹងកិច្ចសន្យានេះខ្ញុំមិនចោះហត្ថលេខាទេក្នុងនៅពេលដែលគិតថាខ្ញុំចិត្តខ្មៅការទិញលក់នេះខ្ញុំមិនធ្វើទេលោកលាវជប់ដៃទឹកទំនិញត្រឡប់ទៅវិញទាំងអស់ពួកយើងទៅលោកលីន
ផ្លែឈើរាប់ពាន់ឈប់ប្រមូលទំនិញហើយកុំឲ្យខាត់ពេល1នាទីបងប្អូនឲ្យធ្វើការរួចឡើងឡានវិញចាប់ពីពេលនេះទៅកុំត្រឡប់មកភូមិឈីងស៊ុយធ្វើឲ្យខ្មាស់គេទៀតអ្នកទាំងអស់គ្នាទីបំផុតយើងដេញពួកមូលធននិយមចិត្តខ្មៅបានហើយលោកលីនតើយើងទៅណាឥឡូវនេះពុកខ្មៅមកដល់ហើយនេះជាសញ្ញានៃអាកាសធាតុអាក្រក់ដែលនឹងមកដល់ទៅផ្លូវលបឿនលឿនក្នុងស្រុកអ្នកណាចង់បានយកទៅយើងនឹងទៅជើងនៅយប់នេះលោកម្ចាស់លីនលោកមើលភាពរឹងនិងភាពផ្អែមនៃផ្លែឈើនេះចុះនេះគឺជាផ្លែឈើដែលមានគុណភាពល្អបំផុតនៅលើទីផ្សារភាគខាងជើងឆ្នាំនេះស្រួយផ្អែមជូរអែមមានក្លិនក្រអូបឈ្ងុយគ្មានជាតិទឹកឡើយលោកប្រធានជូខ្ញុំមិននិយាយច្រើនទេខ្ញុំនឹងទិញផ្លែឈើគុណភាពខ្ពស់ទាំងអស់ពីចំការលោកនិងសហករណ៍តម្លៃគឺតាមតម្លៃទីផ្សារខ្ពស់បំផុតទោះជាយ៉ាងណាក៏ដោយខ្ញុំមានលក្ខខណ្ឌ7ទី1ត្រូវតែអនុវត្តតាមស្តង់ដារត្រជាក់និងការវេចខ្ចប់របស់ខ្ញុំទី2ខ្ញុំចង់បានសិទ្ធិដាច់មុខក្នុងរយៈពេលកន្លះខែខាងមុខអ្នកមិនអនុញ្ញាតឲ្យលក់ផ្លែឈើឲ្យអ្នកដទៃឡើយគ្មានបញ្ហាទេលោកលីនអ្នកពិតជាចិត្តទូលាយខ្ញុំក៏មិនរអោដែរបងប្អូនទាំងអស់គ្នានេះគឺជាផ្លែឈើធម្មជាតិសុទ្ធពីភូមិឈីងស៊ុយរបស់យើងកាលពីមុនពួកឈ្មួញកេងប្រវ័ញ្ចទិញក្នុងតម្លៃ10ជាងដុល្លារហើយយកទៅលក់នៅផ្សារទំនើបក្នុងតម្លៃជាង100ដុល្លារពួកគេបានកេងចំណេញទាំងអស់ថ្ងៃនេះយើងបានទម្លាក់តម្លៃចុះហើយតម្លៃ$88ក្នុង1គីឡូក្រាមទឹកជញ្ជូនដោយសឹមវឹងទឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃមកមើលកន្លែងស្នាក់នៅទីនេះបងលីនស្រីម្នាក់នេះពូកែនិយាយកុហកណាស់1គីឡូក្រាម$88ប្រើប្រអប់ក្រដាសធម្មតាផ្ញើតាមសុនវឹងបើអាកាសធាតុបែបនេះទៅដល់ភាគខាងត្បូងមិនរលួយអស់ទេនេះហើយដែលគេហៅថាភាគល្អពិបាកដាស់គឺអ្នកដែលចង់ស្លាប់ពួកគេឃើញតែប្រាក់ចំណេញដ៏ច្រើនពីតម្លៃលក់រាយតែមិនយល់ពីការខូចខាតនិងថ្លៃដាំដុះជញ្ជូនទំនិញស្រស់ចាំមើលឡើងកាន់តែខ្ពស់ធ្លាក់កាន់តែឈឺចាប់បាន50000កុំងហើយកំពុងទទួលការកុំងទុកមុនបាន50000ហើយពូសាវឬទេ50000កុំងនេះគឺស្មើនឹងទឹកប្រាក់ជាង4លានពួកអ្នកប្រញាប់រៀបចំមនុស្សទៅព្រឹកស្អែកចាប់ផ្ដើមបេះផ្លែឈើប្រអប់ខ្ញុំតាក់ទងរួចរាល់ហើយរសៀលនឹងដឹកចូលភូមិមេភូមិអាកាសធាតុថ្ងៃនេះមិនស្រួលសោះអាប់អួររហូតដល់ដង្ហើមមិនរួចសកម្មភាពហើយទៀតមើលទៅដូចជាចិត្តភ្លៀងធំហើយចុះបើថ្ងៃនេះពេលរសៀលយើងប្រមូលផលខ្លះសិនទៅអញមាត់អាក្រក់ណាស់គេព្យាករណ៍អាកាសធាតុថាពេញមួយសប្តាហ៍នេះមេឃស្រឡះល្អតាម្យ៉ាងទៀតផ្លែឈើទុកលើដើមកាន់តែយូរកាន់តែផ្អែមហើយពណ៌ក៏ស្អាតដែរបើពេលឥឡូវនេះតើបានការអីទៅកុំមកនិយាយរឿងមិនល្អនៅទីនេះអូភ្លៀងចាក់មកហើយភ្លៀងមែនតែនហើយលឿនឡើងវីកុងហៅអ្នកភូមិទាំងអស់ឡើងភ្នំប្រមូលផលឈើរីជាបន្ទាន់យកកន្ត្រកទៅជាមួយផងលឿនឡើងអព្រះអើយតើលោកចង់យកជីវិតពួកយើងមែនទេហេតុអ្វីបានជាបែបនេះផ្លែឈើទាំងនេះប្រេះអស់ហើយ50,000ថងតើត្រូវដឹកជញ្ជូនយ៉ាងណាការផាកពិន័យស្អីគេឲ្យយើងយកអ្វីទៅសងផ្លែឈើនេះត្រូវថ្ងៃបន្តិចក៏លួយអស់ដែរពេលថ្ងៃមុនលីនវឹងប្រាប់ថាមានភ្លៀងធ្លាក់ខ្លាំងហើយឲ្យយើងលក់ក្នុងតម្លៃ20មេភូមិតើត្រូវធ្វើដូចម្ដេចទៅវាសុទ្ធតែលួយនៅលើដើមអស់ហើយម៉េចតើអ្នកស្គាល់ថៅកែធំទេផ្លែឈើប្រេះទាំងនេះតើពួកគេទទួលទិញទេខ្ញុំគ្រាន់តែឡាយលក់ទំនិញតើខ្ញុំដឹងរឿងទិញចូលអ្វីទៅ
លោកលីនឆ្នាំនេះនៅភាគខាងជើងភ្លៀងធ្លាក់ខ្លាំងពេកធ្វើឲ្យផ្លែឈើល្អបែកខូចអស់ជាច្រើនគម្រោងផលិតទឹកផ្លែឈើរបស់ខ្ញុំត្រូវរងស្ទះទាំងស្រុងឥឡូវនេះរោងចក្រកំពុងតែត្រូវការផ្លែឈើរ៉េបាយចំនួន300,000 គីឡូក្រាមជាបន្ទាន់ដើម្បីយកមកធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតទឹកផ្លែឈើថ្នាក់ទាបប៉ុន្តែថ្នាក់លើកំណត់តម្លៃតឹងរឹងណាស់ឲ្យត្រឹមតែ1 កាក់ 5 សេនក្នុង1 គីឡូក្រាមប៉ុណ្ណោះអ្នកមានទំនាក់ទំនងច្រើនតើអាចជួយរកទំនិញឲ្យខ្ញុំបានទេទិញចូល1 កាក់ 5 សេនខ្ញុំត្រឡប់ទៅភូមិជីងស៊ុនវិញនឹងទិញក្នុងតម្លៃ1 កាក់ក្នុង1 គីឡូក្រាម5 សេនដែលនៅសល់ទុកសម្រាប់ថ្លៃដឹកជញ្ជូននិងថ្លៃពលកម្មទោះបីមិនចំណេញប៉ុន្តែអាចជួយភូមិជីងស៊ុយសម្អាតផ្លែឈើរ៉េដែលជិតខូចទាំងនោះបានលោកចាងខ្ញុំទទួលការងារនេះស្អែកព្រឹកព្រលឹមខ្ញុំនឹងផ្ញើទំនិញជើងទី1ទៅឲ្យទុកបងប្អូន2នាក់នៅទីនេះដើម្បីចាំមើលការទុកទំនិញក្នុងទូរត្រជាក់សីតុណ្ហភាពគឺមិនត្រូវឲ្យមានការខុសឆ្គងឡើយអ្នកទៅជាមួយខ្ញុំបើកឡានទេត្រឡប់ទៅភូមិឈីងស៊ុយវិញតើត្រឡប់ទៅធ្វើអ្វីពួកអ្នកភូមិទៅតែជេរពួកយើងកាលពីម្សិលមិញឥឡូវត្រឡប់ទៅវិញមិនមែនរកការលំបាកទេម្យ៉ាងទៀតទិញក្នុងតម្លៃ1 កាក់គិតទាំងថ្លៃដឹកជញ្ជូននិងកម្លាំងពលកម្មគឺយើងនៅតែខាតយ៉ាងណាក៏ជាអ្នកភូមិយើងដែរជួយបានក៏គួរតែជួយមែនសៀវហ្វឹងអ្នកមកប្រមូលផ្លែឈើមែនទេបាទពូសាវថ្ងៃនេះខ្ញុំត្រឡប់មកប្រមូលផ្លែឈើពិតមែនរោងចក្រទឹកផ្លែឈើត្រូវការប្រមូលផ្លែឈើទៅកិនមិនអីទេរោងចក្រទឹកផ្លែឈើល្អណាស់គេមិនរើសរូបរាងទេសំខាន់លក់បានលុយចុះផ្លែឈើប្រេះទាំងនេះនៅអាចឲ្យថ្លៃប៉ុន្មានក្នុង1 គីឡូបាន$10ទេ$1ក្នុង1 គីឡូ$1លីនហ្វឹងអ្នកមើលងាយពួកយើងខ្លាំងណាស់ណែលៀងចិត្តអ្នកពីស្ពូលជាងពោះទៅទៀតអ្នកត្រឡប់មកវិញដើម្បីសើចំអកឲ្យពួកយើងមែនទេអ្នកទាំងអស់គ្នាកុំនិយាយអាក្រក់ពេកលីនហ្វឹងព្រមត្រឡប់មកជួយទិញផ្លែឈើគឺជាការល្អហើយ$1នេះគឺជាតម្លៃចុងក្រោយរបស់រោងចក្របើព្រមលក់ខ្ញុំនឹងឲ្យឡានមកដឹកភ្លាមការបញ្ជាទិញទុកមុនចំនួន50,000កញ្ចប់ចិត្តហួសពេលហើយប្រាក់កក់នឹងត្រូវដកហូតទាំងអស់អ្នកភូមិកុំជឿគាត់នេះមិនមែនផ្លែប្រេះទេនេះគឺជាផ្លែទុំផ្អែមនៅលើដើមអ្នកក្រុងឥឡូវនិយមញ៉ាំរបស់ធម្មជាតិបែបនេះមិនឲ្យវាប្រេះអស់ហើយតើដឹកជញ្ជូនគេទទួលយកដែរឬទេបិចនឹងមិនទទួលម្ដាយនិយាយត្រូវហើយអាអ្នកកណ្ដាលលក់ក្តាមខ្មៅនេះចេញទៅឲ្យឆ្ងាយឈូស៊ុយមិនស្វាគមន៍អ្នកទេប្រើប្រអប់ក្រដាសធម្មតាជាមួយសេវាដឹកជញ្ជូនថោកនឹងធ្វើឲ្យរបស់ស្រស់ទាំងនេះរលួយក្នុងឡានលោកលីវបើកប្រញាប់ទៅទិញប្រអប់ក្រដាសទាំងអស់នៅទីក្រុងមករៀបចំពេញមួយយប់ព្រឹកស្អែកឲ្យឡានដឹកទំនិញចូលមកយកតើឲ្យខ្ញុំទៅរកទំនិញមកពីណាឲ្យអ្នកផ្លែឈើនៅលើដើមប្រេះអស់ហើយរឿងពីនៃរបស់ផ្សារទំនើបអ្នកទៅរកប្រេះទៅរបស់លីតុងទំនិញនេះទាំងរឹងទាំងផ្អែមខ្លាំងណាស់បងប្រុសតើបងមានប៉ុន្មាន20,000 គីឡូកន្លះខែបន្ទាប់រាល់ថ្ងៃមានចំនួនប៉ុណ្ណឹងតម្លៃលក់ដល់350,000ថ្លៃខ្លាំងណាស់របស់កម្រតែងតែថ្លៃនៅទូទាំងតំបន់ហូបពេលនេះមានតែខ្ញុំម្នាក់ទេដែលមានផ្លែឈើគុណភាពខ្ពស់បែបនេះបងយកទៅផ្គត់ផ្គង់តាមផ្សារទំនើបទៅលក់រី60ក៏មានគេទិញដែរបើបងយកទេខ្ញុំនឹងលក់អ្នកផ្សេងឈប់សិនបងប្រុស350,000ក៏350,000 20,000 គីឡូនេះខ្ញុំយកទាំងអស់លោកលីងយើងចំណេញធំហើយចុះផ្លែឈើសម្រាប់ធ្វើទឹកផ្លែឈើ300,000 គីឡូរបស់លោកចាងត្រូវធ្វើម៉េចពួកអ្នកភូមិជើងស៊ុយរឹងរូសយើងគ្មានទំនិញក្នុងដៃសម្រាប់សងគេទេប្រាក់ពីនៃមិនតិចទេតំបន់ភាគខាងជើងធំធេងណាស់តំបន់ផលិតកម្មដែលរងគ្រោះដោយសារភ្លៀងមានច្រើនណាស់ភូមិឈៀងស៊ុយមានគំនិតចង់លក់នំបញ្ឆោតគិតថាផ្លែឈើស្អុយអាចលក់បានថ្លៃកប់ពុកអ្នកភូមិតេទៀតមិនឈួតដូចពួកគេទេទៅស្រុកភៀងសានក្បែរនេះដើម្បីដឹកទំនិញតម្លៃនៅតែមួយយន្តគ្រប់គ្នាសុទ្ធតែលំបាកជួយបានក៏ជួយទៅតាក់ឲ្យពេញហើយសង្កត់ឲ្យណែនមិនមែនល្អជាងទេនេះសុទ្ធតែជាលុយមួយប្រអប់លក់បាន88
អ្នកទាំងអស់គ្នាផ្លែឈើនេះវេចខ្ចប់ហើយធ្វើដោយដៃសុទ្ធធម្មជាតិពិតប្រញាប់ទៅតាមដានការដឹកជញ្ជូននិងផ្ញើជូនភ្លាមលោកមេភូមិផ្លែឈើនេះហូរទឹកអស់ហើយដឹកទៅភូមិខាងត្បូងត្រូវចំណាយពេល3ថ្ងៃតើអាចរួចដែរឬទេធ្វើបែបនេះសិនទៅគួរតែមិនខូចទេទៅតាមពេលវេលាផ្លែឈើពីភូមិជើងស៊ុយបានដឹកចេញទៅហើយនៅក្នុងកុងតឺន័រដែលមានកម្ដៅជាង30អង្សាររយៈពេល3ថ្ងៃប្រអប់ក្រដាសនឹងត្រូវទឹកអាស៊ីត5រហូតរលួយរងចាំពេលអ្នកទិញបើកកញ្ចប់អ្វីដែលរងចាំពួកគេគឺផ្លែឈើដែលដុះផ្សិតនិងមានក្លិនស្អុយជាការទាមទារប្រាក់វិញការតវ៉ានិងការបំពានកិច្ចសន្យាដំបងឈាមកំពុងរាប់ថយក្រោយហើយលោកតាការទិញលក់នេះយុទ្ធធនណាស់លោកតាត្រឡប់ទៅសម្រាប់វិញទៅយើងឲ្យមួយដុំតើវាខ្លាំងពេកទេតើយើងគួរពិភាក្សាជាមួយលោកចាងដើម្បីដំឡើងថ្លៃទេយើងមិនគួរខាតទេទោះបីជាយើងធ្វើចំនួនក៏ត្រូវតែមានក្តីមេត្តាដែរបងលីនផ្លែបែកមាត់ចំនួន3សែនចិនទុកទំនិញរួចរាល់ហើយដឹកទៅរោងចក្រទឹកផ្លែឈើរបស់លោកចាំងភ្លាមអ្នកហត់នឿយហើយត្រឡប់ទៅទីរួមខេត្តវិញទៅយប់នេះខ្ញុំនឹងរៀបចំពិធីជប់លៀងសោកអ្នកអរគុណបងវឹងមេភូមិនៅតែម៉ាន់ដែលមានសមត្ថភាពលីនវឹងចង់បានផ្លែឈើយើងក្នុងតម្លៃ$1កុំសង្ឃឹមឲ្យសោះអាត្រកូលីនដឹងអីពីការរកស៊ីចាំដល់ពេលលុយចូលកណីខ្ញុំនឹងយកសៀវភៅធនាគារទៅបោកមុខវាថ្ងៃស្អែកខ្ញុំនឹងទៅទីរួមស្រុកដើម្បីកក់ផ្ទះសម្រាប់រៀបការដែលកូនប្រុសខ្ញុំពេញចិត្តផ្លែឈើស្អុយរលួយទាំង30ហិកតានោះដឹកចេញអស់ហើយលុយទិញផ្ទះនេះរកបានស្រួលពេកហើយបងស្រីបានមានការស្នើសុំសង្លុយរាប់រយចូលមកដោយសារតែពួកគេមើលការព្យាករណ៍អាកាសធាតុនៅទីនេះមានភ្លៀងធ្លាក់ខ្លាំងខ្លាចផ្លែឈើខូចគេទាមទារសង្លុយវិញសងអ្វីទៅបដិសេធចោលទាំងអស់ក្នុងពេលតែមួយសងអ្វីក៏ដោយប្រាប់ពួកគេថាបានផ្ញើចេញហើយមិនអាចបញ្ឈប់បានទេអ្នកណាហ៊ានបង្កបញ្ហានៅក្នុងប្រព័ន្ធទៀតផ្លុកចោលភ្លាមគ្រាន់តែដឹងថាផ្លែឈើទាំងនោះមានគុណភាពបែបណាសីតុណ្ហភាពក្នុងកាប៊ីនឡានដឹកទំនិញធម្មតាអាចធ្វើឲ្យមនុស្សឆ្អិនបានប៉ុន្តែខ្ញុំមិនបានធ្វើទេខ្ញុំមិនបានសម្លុយវិញទេផ្លូវនេះគ្រាន់តែឆ្លងកាត់3ថ្ងៃនេះទៅលុយត្រូវបានដោះលែងខ្ញុំនឹងផ្ទេរប្រាក់ចេញភ្លាមហើយលុបកន្នីចោលនេះមិនមែនជាកញ្ចប់អីទេវាជាក្របបែកពេលវេលាដែលពោពេញដោយកាកសំណល់ជីវសាស្ត្រសូមជូនពរឲ្យផ្ទុះដល់ទីបញ្ចប់ផ្លែឈើកំពុងនៅលើផ្លូវហើយរងចាំអ្នកទាំងអស់គ្នាភ្លុកកញ្ញាទៅមើលដឹកជញ្ជូនជុំទី1ក្នុងខេត្តនឹងដល់ដៃអ្នកទិញនៅព្រឹកស្អែកភាពស្ងប់ស្ងាត់មុនព្យុះជិតចប់ហើយអ្នកទាំងអស់គ្នាកុំទិញផ្លែឈើពីអ្នកលក់អនឡាញបោកប្រាស់ម្នាក់នេះឲ្យសោះនេះហើយដែលហៅថាអ្នកចិញ្ចឹមជ្រូកនេះហើយដែលហៅថាការលាតត្រដាងធំក្លិនស្អុយដូចកណ្ដុរងាប់ចេញពីក្នុងប្រអប់នេះហៅថាអីនេះហៅថាអាវុធជីវសាស្ត្រខ្ញុំចំណាយលុយជាង$100ដើម្បីទិញប្រអប់ពលនេះតើអាចសងវិញបានទេហ៊ានបដិសេធមិនព្រមសងលុយទៀតថ្ងៃនេះខ្ញុំនឹងរាយការណ៍អ្នកលក់អនឡាញចិត្តខ្មៅនេះឲ្យបិទកន្នីចោលក្រុមការងារខាងក្រោយចាត់ការតាមផែនការចាប់ផ្ដើមចុះ
វេទិកាចូលអន្តរាគមន៍កាត់ប្រាក់ធានាភ្លាមហើយបង្ខំឲ្យសងប្រាក់ទំនិញដែលមិនទាន់ទូទាត់ត្រឡប់ទៅប្រភពដើមវិញគម្រោងការរបស់ឆាវម៉ាន់ម៉ាន់ដែលចង់រងចាំឲ្យផុតរយៈពេល3ថ្ងៃដើម្បីរត់គេចខ្លួនត្រូវបានកំទេចចោលទាំងស្រុងទំនិញរបស់ខ្ញុំនេះមានគុណភាពខ្ពស់ហើយមានរសជាតិផ្អែមឆ្ងាញ់ទឹកជញ្ជូនដោយប្រព័ន្ធត្រជាក់ពេញមួយដំណើរផ្លែឈើនៅតែស្រស់បៃតងដូចជាទើបតែបេះចេញពីដើមថ្មីតាក់លក់មិនទាន់បាន3ម៉ោងផងក៏ត្រូវបានគេទិញអស់ពីស្តុកប្រាក់កក់បូករួមនឹងប្រាក់ដែលនៅសល់កាត់ចេញនៅថ្លៃទំនិញដែលត្រូវសងលោកទៅជាងគូថ្លៃដឹកជញ្ជូនត្រជាក់និងប្រាក់ចំណេញរបស់រោងចក្រទឹកផ្លែឈើក្នុងរយៈពេលត្រឹមតែប្រហែលថ្ងៃប៉ុណ្ណោះក្នុងករណីរបស់ខ្ញុំមានប្រាក់ច្រើនគួរសមនេះមិនទាន់គិតពីការផ្គត់ផ្គង់ 20,000 ឆ្មាក់រាល់ថ្ងៃនៅពេលក្រោយផងលោកលីនលោកពិតជាទីត្រូវមែនអ្នកលក់ដូរនៅទីប្រជុំជនទូរស័ព្ទមកថាភូមិឈៀងស៊ុយមានរឿងធំហើយគេថាប្រធានស្ថានីយ៍ដឹកជញ្ជូនតុងតាប្រចាំទីប្រជុំជនបានដឹកនាំរថយន្តដឹកទំនិញ3គ្រឿងមកបិទផ្លូវចូលទីស្នាក់ការភូមិចិត្តឈឹងលោកវាងបានឃើញហេតុការណ៍ផ្ទាល់ភ្នែកផ្លែឈើស្អុយទាំងនោះក្នុងឡានបានផ្អូមនឹងរីកធំធ្វើឲ្យប្រអប់ក្រដាសកាតុងគុណភាពអនបែកខ្ទេចទឹកជូររហូតពេញដីធ្វើឲ្យទំនិញអតិថិជនដទៃទៀតក្នុងឡានខូចខាតអស់ហើយប្រធានស្ថានីយ៍បោះឯកសារណែនាំនិងឯកសារទាមទារសំណងដាក់មុខចៅឆាងគួយហើយបង្ខំឲ្យគាត់ទូទាត់ថ្លៃដឹកជញ្ជូនថ្លៃវេចខ្ចប់និងសំណងការខូចខាតកញ្ចប់អីវ៉ាន់អតិថិជនផ្សេងទៀតនៅថ្ងៃនេះចៅឆាងគួយក៏សន្លប់បាត់ស្មារតីភ្លាមរួចដួលទៅក្នុងទឹកភក់ពីថ្ងៃមុនគាត់នៅស្រែកថាទិញផ្ទះឲ្យកូនដោយបងលុយសុទ្ធឥឡូវនេះសំបីតែលុយធ្វើបុណ្យសពក៏ត្រូវខាតបង់អស់ដែរពិតជាគួរឲ្យអាណិតណាស់ដែលអ្នកត្រូវជួបបែបនេះច្បាប់នៃពាណិជ្ជកម្មគឺបែបនេះឯងអ្នកបានបំពានច្បាប់ធម្មជាតិទៅលេងល្បែងធម្មជាតិនិងទីផ្សារនឹងបង្រៀនអ្នកឲ្យចេះរស់នៅចុះពួកអ្នកភូមិទាំងនោះវិញមើលរឿងគេចប់ហើយដល់ពេលត្រូវធ្វើការងាររបស់យើងហើយលីនវឹងសូមទោសយើងខុសហើយការនោះមិនគួរជេរអ្នកទេសូមទោសលីនវឹងពួកយើងខុសហើយវាបានត្រឡប់ទៅហើយខ្ញុំត្រឡប់មកវិញដើម្បីជួយអ្នកទាំងអស់គ្នាលក់ផ្លែឈើរីអ្នកខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិបាកខ្ញុំនាំយកគម្រោងទិញចូលមកដើម្បីជួយកាត់បន្ថយការខាតបង់ទី1ផ្លែឈើរីល្អតម្លៃ25យន់ក្នុងមួយចិនទូទាត់លុយសុទ្ធភ្លាមទី2ផ្លែបែកឬខូចបន្តិចបន្តួចតែមិនរលួយតម្លៃ8ម៉ឺនក្នុងមួយចិនយកទៅធ្វើទឹកផ្លែឈើទី3រាល់ការទិញចូលគឺទូទាត់លុយភ្លាមមិនកាត់ថ្លៃមិនកេងប្រវ័ញ្ចអរគុណអ្នកលីនហ្វឹងអ្នកពិតជាមនុស្សល្អមែនបងវឹងសុំទោសវាជាកំហុសរបស់ខ្ញុំមិនគួរអួតអាងធ្វើឲ្យអ្នកគ្រប់គ្នាខាតបង់បែបនេះទេខ្ញុំសុខចិត្តជួយកាត់វីដេអូផ្សាយផ្ទាល់ឲ្យដោយឥតគិតថ្លៃតើបានទេដឹងកំហុសហើយតែខ្លួនគឺល្អហើយយើងធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយការខាតបង់បាទខ្ញុំនឹងខំប្រឹងធ្វើការឲ្យបានល្អអ្នកទាំងអស់គ្នាខ្ញុំសុំទោសដែលពីមុនខ្ញុំបាននិយាយបំភ្លើឥឡូវភូមិយើងជួបគ្រោះមហន្តរាយខ្ញុំនឹងលក់តែផ្លែឈើរីល្អហើយធានាដឹកជញ្ជូនត្រជាក់បើខូចខ្ញុំសងវិញអាយុក៏ដឹងថាខ្លួនខុសដែរហ៊ានធ្វើការដោយស្មោះត្រង់វាពិតជាល្អណាស់លោកតានេះជាប្រាក់ដែលត្រូវទូទាត់សូមលោកតាទួយកទៅបងប្អូនឲ្យលើកនេះ
ពួកយើងលោកខ្លួនរឹងរូសទើបខាត់បងមុខត្រូវធ្វើការជាមួយលីនវឹងត្រូវស្ដាប់តាមលីនវឹងទាំងអស់គ្នាគ្រោះមហន្តរាយលើកនេះធ្វើឲ្យយើងឃើញបញ្ហាខ្ញុំមានគម្រោងបង្កើតសហករណ៍គ្រប់គ្រងរួមនឹងការពារគ្រោះមហន្តរាយតាមបែបវិទ្យាសាស្ត្រភ្ជាប់ទៅផ្សារទំនើបដើម្បីបង្កើតម៉ាកយីហោល្អណាស់ប្រកាសជាធ្វើបានសម្រេចខ្ញុំស្ម័គ្រចិត្តចូលរួមសហករណ៍ដើម្បីជួយភូមិលក់ផលិតផលលែងអួតអាងទៀតហើយសូមគ្រប់គ្នាជឿជាក់លើខ្ញុំអ្នកទាំងអស់គ្នាសូមមើលចុះនេះគឺជាផ្លែឈើរីដែលយើងដាំដោយប្រើបច្ចេកទេសវិទ្យាសាស្ត្រមិនមែននិយាយបំភ្លើសឬផ្សព្វផ្សាយហួសហេតុទេគុណភាពគឺល្អបំផុតអ្នកទាំងអស់គ្នាអាចកុម្ម៉ង់បានដោយទំនុកចិត្តគ្មានការស្អប់ខ្ពើមឬការប្រឆាំងគ្នាឡើយមានតែការរីកចម្រើនរបស់មនុស្សធម្មតាក្នុងពេលជួបឧបសគ្គនេះទើបជាការស្ដារឡើងវិញពិតប្រាកដបងប្អូនទាំងអស់គ្នាមេរៀនកាលពីឆ្នាំមុនយើងនឹងចងចាំទុកក្នុងចិត្តជានិច្ចការប្រមូលផលឆ្នាំនេះមិនអាចខ្វះការជួយជ្រោមជ្រែងពីលីនវឹងនិងការខិតខំរបស់ម៉ាក់ឈៀវបានឡើយទៅមុខយើងនឹងរួមចិត្តរួមថ្លើមគ្នាដើរតាមសហករណ៍ធ្វើឲ្យធនាគារឈីងស៊ុយរីកចម្រើនខ្លាំងឡើងជីវភាពកាន់តែល្អប្រសើរចូលកែវ